ថ្ងៃនេះមុននឹងហាត់ខ្ញុំសូមញ៉ាំចេកមួយផ្លែណាបងប្អូនអាចធ្វើបានធ្វើដូចខ្ញុំទៅបើសិនជាយើងមានអារម្មណ៍ថាយើងហេវហត់ចឹងធ្វើបន្ថែមចេកមួយផ្លែទៀតក៏អាចហាត់បានដូចគ្នាដែរវាអាចជួយឲ្យយើងមានអារម្មណ៍ថាមិនហេវហត់ចឹងនៅពេលបងប្អូនមួយចំនួនតូចមាត់និយាយថាហាត់ប្រាណប៉ុន្តែកាយវិការមិនធ្វើដូចខ្ញុំទេអញ្ចឹងបើសិនជាមាត់និយាយកាយវិការមិនធ្វើស្មើនឹង0ណាបងប្អូនគឺស្មើនឹង0តាមអ្នកគ្នាថ្ងៃនេះសូមអួតប្រាប់ទ្របថ្មីណាបងប្អូននេះបងប្អូនទី1គឺវាអាចជួយដុតជាតិខ្លាញ់របស់ពោះយើងសងខាងណាបងប្អូនសងខាងកណ្ដាលទាំងអស់ហើយនៅផ្នែកខាងលើបងប្អូនគឺ3បញ្ចូលគ្នាតែមួយគឺវាអាចជួយយើងសក់ទាំងអស់ខ្ញុំធ្វើទី1ឲ្យបងប្អូនមើលទី1យើងដេកបែបនេះលើកងើបកណាដាក់ដៃក្រោមតាគៀកបន្តិចរួចយើងធ្វើកាយវិការបែបនេះនឹងទី2តោះឥឡូវផ្នែកខាងលើណាបងប្អូនផ្នែកខាងលើគឺយើងដាក់ជើងបែបនេះយើងលើកខ្លួនតែត្រឹមនេះទេបងប្អូនណាអត់លើកទាំងអស់ទេលើកតែបន្តិចបានហើយទី3សូមនិយាយរឿងលឿនធ្វើរឿងលឿនទេបងប្អូនទី3លើកជើងបន្តិចហើបជើងហើយខ្លួនយើងផ្អែកក្រោយរួចធ្វើកាយវិការផងណាបងប្អូនដូច្នេះហើយបងប្អូន3បញ្ចូលគ្នាតែមួយគឺល្អសម្រាប់សុខភាពណាឈប់និយាយតែមាត់ថាចង់បានបាពោះរៀបស្មើប៉ុន្តែនិយាយតែមាត់ថាហាត់ប៉ុន្តែកាយវិការមិនធ្វើស្មើនឹង0ណាបងប្អូនក្នុងវិញ្ញាសានេះគឺអត់ចំណាយអ្វីច្រើនទេបងប្អូនរបស់បន្តិចតួចនៅផ្ទះរបស់យើងអាចហាត់បានហើយមិនចំណាយលុយចំណាយកាក់ណានិយាយដដែលអញ្ចឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកកាន់ពេកហាត់ប្រាណនៅផ្ទះជាមួយខ្ញុំបាទម្ដងទៀតហើយពេក STL Pro រងចាំបងប្អូនជានិច្ចឲ្យតែមើលគឺមានវីដេអូប្លែកហើយណាបងប្អូនថ្ងៃនេះគឺវិញ្ញាសាថ្មីសំទោសថ្ងៃនេះគឺវិញ្ញាសាចាស់ប៉ុន្តែក្បាច់ថ្មីណាបងប្អូន3 in 1មានន័យថា3បញ្ចូលគ្នាតែមួយអញ្ចឹងអា3បញ្ចូលគ្នាតែមួយស្អីគេវិញគឺវិញ្ញាសាសម្រក់ខ្លាញ់ក្បាលពោះណាបងប្អូនពិសេសមែនតើគឺយើងធ្វើតែម្ដងទេ3បញ្ចូលគ្នាតែមួយតែឥឡូវសូមលើកចេកសិនណាបងប្អូនតាមទីទៀតនិយាយពីវិញ្ញាសាវិញថ្ងៃនេះមុននឹងហាត់ខ្ញុំសូមញ៉ាំចេកមួយផ្លែណាបងប្អូនអាចធ្វើបានធ្វើដូចខ្ញុំទៅបើសិនជាយើងមានអារម្មណ៍ថាយើងហេវហត់ចឹងធ្វើបន្ថែមចេកមួយផ្លែទៀតក៏អាចហាត់បានដូចគ្នាដែរវាអាចជួយឲ្យយើងមានអារម្មណ៍ថាមិនហេវហត់ចឹងនៅពេលដែលយើងហាត់ប្រាណទោះក្នុងវិញ្ញាសាក្បាលពោះដៃជើងស្មាឬមួយក៏អ្វីក៏ដោយក៏មានអារម្មណ៍ថាយើងមានកម្លាំងគ្រប់គ្រាន់ក្នុងការហាត់ដែរដូចតែបងប្អូនបានឃើញចឹងគឺយើងញ៉ាំចេកហើយយើងញ៉ាំទឹកណាប៉ុន្តែបងប្អូនមួយចំនួនតូចមាត់និយាយថាហាត់ប្រាណប៉ុន្តែកាយវិការមិនធ្វើដូចខ្ញុំទេអញ្ចឹងបើសិនជាមាត់និយាយកាយវិការមិនធ្វើស្មើនឹង0ណាបងប្អូនគឺស្មើនឹង0តោះទៅចាប់ដើមខ្ញុំហើយក៏សូមទោសបងប្អូនមួយចំនួនតូចដែលនិយាយហើយប៉ុន្តែមិនធ្វើណាបងប្អូនឥឡូវចាប់ដើមជាមួយខ្ញុំវិញទៅតោះចាប់ដើមអ្នកគ្នាថ្ងៃនេះសូមអួតប្រាប់ទ្របថ្មីណាបងប្អូនគឺមានប្រាប់ទ្របថ្មីហើយបន្ទាប់ពីហាត់ជាយូរឆ្នាំហើយប្រាប់ទ្របយើងគឺវាចាស់ហើយពួកលួយហ្មងដោហើយណាបងប្អូនតោះថ្ងៃនេះខ្ញុំរៀបរាប់ឲ្យបងប្អូនមើលថាវិញ្ញាសា3បញ្ចូលគ្នាតែមួយគឺវាមានគុណប្រយោជន៍ថាប្រយោជន៍ត្រង់ណាទី1ណែបងប្អូនទី1គឺវាអាចជួយដុតជាតិខ្លាញ់របស់ពោះយើងសងខាងណាបងប្អូនសងខាងកណ្ដាលទាំងអស់ហើយនៅផ្នែកខាងលើបងប្អូនគឺ3បញ្ចូលគ្នាតែមួយគឺវាអាចជួយយើងសក់ទាំងអស់មកតួខ្លួនតួពោះរបស់យើងណាសំទោសតួពោះអញ្ចឹងវាអត់មានចំណាយលុយទេបងប្អូនមិនបាច់ដកលុយពីកប៉ាល់របស់យើងដើម្បីយកមកចាយវិញ្ញាសានេះប្រើតែដៃរបស់នឹងជើងរបស់យើងគឺគ្រប់គ្រាន់ហើយ3បញ្ចូលគ្នាតែមួយណាបងប្អូននិយាយរឿងតាក់ទីសំទោសផងតោះបងប្អូនតោះទៅចូលវិញ្ញាសា3បញ្ចូលគ្នាតែមួយជាមួយខ្ញុំបាទទាំងអស់គ្នាតោះយើងចាប់ដើមដើរទៅកន្លែងក្រាលកំរាលថ្មីសិនណាបងប្អូនតោះនៅក្នុងវិញ្ញាសាសម្រក់ខ្លាញ់បាពោះ3បញ្ចូលគ្នាតែមួយនេះគឺវាអត់ទៀមទាអ្វីច្រើនទេបងប្អូនគឺវាទៀមទាតែឧបករណ៍មួយគឺប្រាប់ទ្របឯហ្នឹងប្រើដៃប្រើជើងឥឡូវនេះខ្ញុំធ្វើទី1ឲ្យបងប្អូនមើលទី1យើងដេកបែបនេះលើកងើបកណាដាក់ដៃក្រោមតាគៀកបន្តិចរួចយើងធ្វើកាយវិការបែបនេះនឹងទី2តោះឥឡូវផ្នែកខាងលើណាបងប្អូនផ្នែកខាងលើគឺយើងដាក់ជើងបែបនេះយើងលើកខ្លួនតែត្រឹមនេះទេបងប្អូនណាអត់លើកទាំងអស់ទេលើកតែបន្តិចបានហើយទី3សូមនិយាយរឿងលឿនធ្វើរឿងលឿនទេបងប្អូនទី3លើកជើងបន្តិចហើបជើងហើយខ្លួនយើងផ្អែកក្រោយរួចធ្វើកាយវិការបែបនេះដូច្នេះហើយបងប្អូនបើសិនជាមើលមិនទាន់បងប្អូនអាចខាឡើងវិញ3បញ្ចូលគ្នាតែមួយគឺល្អណាស់សម្រាប់បងប្អូនតោះ1 2 3ចាប់ដើមទាំងអស់គ្នាជាមួយខ្ញុំបាទក្នុងវិញ្ញាសាថ្មី3បញ្ចូលគ្នាតែមួយនៅក្នុងវិញ្ញាសា3បញ្ចូលគ្នាតែមួយនេះខ្ញុំតែងតែលេងវាក្បាច់ទី1ខ្ញុំលេងបែបនេះចំនួន20ដងបន្តិចទៀតនឹងចូលក្បាច់ទី2ក្បាច់ទី2ដូចគ្នាដែរបងប្អូនក៏ដូចគ្នាដែរគឺក្បាច់ទី2និងក្បាច់ទី3ខ្ញុំលេងចំនួន20ដងដូចគ្នាណា20ទាំងអស់ក្នុងមួយក្បាច់អញ្ចឹង3វិញ្ញាសានេះខ្ញុំលេង20ដងដូចគ្នាហើយខ្ញុំលេងចំនួន6ជុំណាបងប្អូនក្នុងមួយក្បាច់ខ្ញុំលេង20ដងហើយខ្ញុំលេងចំនួន6ជុំអញ្ចឹងបងប្អូនក្បាច់ទី1ក្បាច់ទី2និងក្បាច់ទី3នេះក្បាច់ទី2បងប្អូនក្បាច់ទី2នេះដែរខ្ញុំក៏លេងចំនួន20ដងដែរគឺក្នុង6ជុំដូចគ្នាណាបងប្អូន
ក្បាច់ទី2នេះគឺវាជួយយើងសម្រកខ្លាញ់ក្បាលពោះផ្នែកខាងលើណាបងប្អូនចំណែកឯក្បាច់ទី1មិញនេះគឺវាជួយឲ្យយើងសម្រកខ្លាញ់ក្បាលពោះគឺផ្នែកកណ្ដាលខាងក្រោមនិងកណ្ដាលណាបងប្អូនអញ្ចឹងនៅក្បាច់ទី3មួយទៀតណាបងប្អូនអញ្ចឹងក្បាច់ទី3ខ្ញុំសូមនិយាយមុនចុះក្បាច់ទី3គឺវាជួយឲ្យយើងនេះចាប់ដើមណាក្បាច់ទី3នេះគឺវាជួយឲ្យយើងសម្រកខ្លាញ់ក្បាលពោះខាងឆ្វេងនិងខាងស្ដាំបានល្អណាស់អញ្ចឹងបងប្អូនសុភាពនារីនិងបងប្អូនសុភាពបុរសដែលចង់បានក្បាលពោះរាបស្មើស្រស់ស្អាតបងប្អូនពាក់កៅអៅឃើញស្អាតពេលយើងដើររាងយើងក៏សមសួនអូខេកុំភ្លេច3 in 1 3បញ្ចូលគ្នាតែមួយនេះគឺមានអត្ថប្រយោជន៍ល្អមែនទែនណាបងប្អូនអញ្ចឹងយើងចំណាយពេលប្រហែលជា30នាទីអញ្ចឹង30នាទីនៅផ្ទះគឺល្អមែនទែនសម្រាប់សុខភាពយើងផងនិងសម្រាប់សម្រកខ្លាញ់ក្បាលពោះផងណាបងប្អូនដូច្នេះហើយបងប្អូន3បញ្ចូលគ្នាតែមួយគឺល្អសម្រាប់សុខភាពណាឈប់និយាយតែមាត់ថាចង់បានក្បាលពោះរាបស្មើប៉ុន្តែនិយាយតែមាត់តែហាត់ប៉ុន្តែកាយវិការមិនធ្វើស្មើនឹង0ណាបងប្អូនក្នុងវិញ្ញាសានេះគឺអត់ចំណាយអ្វីច្រើនទេបងប្អូនរបស់បន្តិចតួចនៅផ្ទះរបស់យើងអាចហាត់បានហើយមិនចំណាយលុយចំណាយកាក់ណានិយាយដដែលអញ្ចឹងប្រើតែទឹកដើម្បីញ៉ាំហើយនឹងហាត់កីឡាជាមួយវិញ្ញាសានេះគឺវាគ្រប់គ្រាន់ណាស់ទៅហើយបងប្អូនទាំងអស់គ្នាបើសិនចង់បានបើពោះរៀបស្មើកុំភ្លេចណាក្នុងវិញ្ញាសាមួយនេះតោះចាប់ដើមហាត់ជាមួយខ្ញុំនៅក្នុងនាទីនេះតែម្ដងហើយគិតថាវីដេអូនេះល្អកុំភ្លេចណាបងប្អូនជួយ like share ហើយ follow ដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តបង្កើតនូវវីដេអូថ្មីក្រោយៗទៀតហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់កុំភ្លេច3បញ្ចូលគ្នាតែមួយណាបងប្អូនតោះបាយបាយជំរាបលាជួបគ្នានៅវីដេអូក្រោយ